ពុទ្រាជាប្រភេទដំណាំដែលវាផ្លែបន្តអញ្ចឹងណាបងប្អូនបាទអញ្ចឹងមកដើមនេះតាមពិតទៅគឺយើងបេះបានច្រើនហើយយើងបេះមិនបានយកលក់ទេតែយើងបេះហូបអញ្ចឹងដោយសារតែវានៅដើមនៅតូចនៅឡើយអញ្ចឹងណាបាទវាមានផ្លែធំមកបាទនេះផ្លែធំសបែបនេះយើងអាចហូបបានហើយបាទព្រោះអីពុទ្រា3រសជាតិនេះគឺផ្លែអត់ធំប្រហែលទេបងប្អូនបាទធំជាងមេដៃបន្តិចបាទយ៉ាងលោតដល់ប្រព័ន្ធមេជើងប៉ុណ្ណឹងឯងបាទអត់អាចធំជាងហ្នឹងទេអញ្ចឹងណាបងប្អូនបាទអញ្ចឹងពុទ្រាមួយដើមនេះគឺផ្លែច្រើនមែនតើខ្ញុំបានធ្លាប់ថតមកហើយបាទគឺផ្លែគឺបែបនេះបាទប៉ុន្តែវាធំហ្នឹងមួយសាហើយបេះអស់មួយសាហើយអញ្ចឹងណាបងប្អូនបាទប៉ុន្តែដល់ពេលតូចហ្នឹងវាឡើងធំមកមួយសាទៀតអញ្ចឹងវាធ្វើឲ្យមើលទៅហាក់ដូចជាវាមានផ្លែច្រើនតទៀតអញ្ចឹងណាបាទហ្នឹងហើយវាទៅមានផ្លែដែលអាចហូបបានហើយវាមានក្តឹបបាទវាមានផ្កាសំបីតែទូចនេះវាចេញមកបន្តបន្ទាប់អញ្ចឹងណាបាទអញ្ចឹងពុទ្រាមួយដើមនេះគឺ3រសជាតិបងប្អូនបាទអញ្ចឹងវាមានរសជាតិផ្អែមឆ្ងាញ់ណាបាទមានរសជាតិផ្អែមឆ្ងាញ់ហ្នឹងហើយតែគ្រាន់តែផ្លែវារាងតូចបន្តិចបើពុទ្រាប៉មខាងនោះផ្លែធំប៉ុន្តែបើរសជាតិវិញខ្ញុំគិតថា3រសជាតិនេះឆ្ងាញ់ជាងប៉ុន្តែបើសិនជាទុកដល់វាទុំក៏វាឆ្ងាញ់ដែរពុទ្រាប៉មអញ្ចឹងណាបងប្អូនបាទហ្នឹងហើយអញ្ចឹងសម្រាប់បងប្អូនដែលជួយចិត្តពុទ្រាអីអាចដាំគៀងផ្ទះពី3ដើមទាំងអញ្ចឹងណាបាទហ្នឹងហើយសម្រាប់ការទិញពូជខ្ញុំគិតថាបើសិនជាយើងទិញតាមផេកអត្រាវាត្រូវហ្នឹងក៏វាមានដែរប៉ុន្តែគាត់ថាពេលខ្លះយើងទិញមកវាអត់ដឹងថាពូជអីពិតប្រាកដអញ្ចឹងណាដោយសារតែអ្នកលក់គាត់មួយចំនួនហ្នឹងគឺគាត់យកពីគេមកដែរដល់ពេលអញ្ចឹងពូជគឺវាអាចនឹងផ្សេងពីអ្វីដែលយើងចង់បានអញ្ចឹងណាបាទខ្ញុំកំងគេច្រើនដែរប៉ុន្តែបាទវាបានតាមចិត្តខ្លះខុសច្រើនជាងអញ្ចឹងណាបាទហ្នឹងហើយគឺមានរសជាតិផ្អែមមែនតើឆ្ងាញ់មែនតើបាទសម្រាប់3រសជាតិនេះណាបងប្អូនបាទហ្នឹងហើយជាមួយខ្ញុំហូបឲ្យមើលបាទនេះឆ្ងាញ់បងប្អូនបាទឆ្ងាញ់មានន័យថាចង់ហូបមួយហើយចង់ហូបមួយទៀតអញ្ចឹងណាបាទខ្ញុំធ្លាប់ហូបពុទ្រាតាមគេលក់នៅពិសេសគឺកន្លែងភោជនីយដ្ឋាននានាដែលឃើញកូនក្មេងគាត់លក់នៅតាមតូបអញ្ចឹងទូលក់អញ្ចឹងណាបាទមិនមែនថាទាំងស្រុងវាមិនឆ្ងាញ់ទេប៉ុន្តែវាភាគច្រើនដែលខ្ញុំជួបហ្នឹងគឺវាអត់ឆ្ងាញ់អញ្ចឹងណាបាទតែនេះគឺឆ្ងាញ់មែនតើដាំខ្លួនឯងគឺឆ្ងាញ់ខ្លួនឯងបាទហ្នឹងហើយ